លើកទី1នៅ Walk Street Cambodia និយាយទៅគឺចាប់តាំងពីគេបើក Walk Street មកគឺលើកទី1សម្រាប់ខ្ញុំដែលបានទៅដល់ទីតាំងហ្នឹងហើយថ្ងៃនេះគឺថាចិត្តចូលឆ្នាំខ្មែរគឺថាសម្បូរល្បែងលេងមែនតើនៅតាមដងផ្លូវមានតាំងពីលាក់កសែងល្បែងលោតអន្ទាក់ប៉ុន្តែគួរសោកស្ដាយខ្ញុំមិនអាចចូលលេងបានទី1គឺមនុស្សច្រើនហើយទី2នេះគឺថាគីឡូខ្ញុំចិត្តកាវឲ្យលុតរួចទេដល់សត្វវិជរបាំទៅនិយាយទៅគឺសបោបែបខ្លាំងមែនតើនៅតាមដងផ្លូវនេះគឺថាអោយអួយតែម្ដងមុខតែម្ដងមានជីវិតតែពីមុនយើងមកគ្រាន់តែទស្សនាវាំងថតរូបលេងធម្មតាណាប៉ុន្តែឥឡូវនេះគឺថាបើមកមុខវាំងគឺសបាយលើពីការរំពឹងទុកខុសពីមុនតែម្ដងគឺថាមានល្បែងល្បាំមានរបស់ហូបមានរបស់លេងនិយាយទៅគឺថាមកជួបតាមផ្លូវហ្នឹងគឺថាដើរបើយើងប្រកាសដើរមកផុតហ្នឹងគឺថាសម្បូរខ្លាំងតែម្ដងហើយថ្ងៃនេះគឺថាបានមកទស្សនារបស់មនីមេខាឡាគឺថាខ្ញុំសូមសរសើរពួកគាត់តែម្ដងរំលយហើយបន្ទាប់ពីមើលរបស់មកគឺថាដល់វគ្គយើងរំកំសាន្តជាមួយរំវងស្គរដៃជាមួយនឹងលោកគ្រូអ្នកគ្រូដែលគាត់បានបង្គុំសម្រាប់ពួកយើងរំលេងគឺថាប្រោះខ្លាំងមែនទែនហើយគាត់សប្បាយខ្លាំងដែរខ្ញុំដល់ទី1ហើយដែលចូលរំនៅទីសាធារណៈហើយសប្បាយខ្លាំងបែបនេះហើយបន្ទាប់ពីរំហើយគឺថាម៉ោង9ជាងចឹងពួកខ្ញុំក៏ត្រឡប់ផ្ទះវិញហើយក៏បានជួប idol ម្នាក់ប៉ុន្តែខ្ញុំអត់សូវប្រាប់ឈ្មោះទេបើសិនជាអ្នកទាំងអស់នេះជា fan គាត់ទីឈ្មោះគាត់មើលថាគាត់ឈ្មោះអីពួកយើងក្មេងៗមករំលេងទាំងអស់គ្នាអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេសូមជម្រាបលាអ្នកអត់គូគ្មានអ្នកយកនៅដោះស្នឹមទាំងអស់គ្នាបាយបាយ